ជំរាបសួរខ្ញុំបានឈ្មោះហងវិពតអង្គបញ្ញាជានិស្សិតឆ្នាំទី3នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺជំនាញវិទ្យាសាស្ត្រដំណាំហើយនេះខ្ញុំបានមកធ្វើការតាំងពិព័រណ៍នៅក្នុងសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនច័ន្ទថ្នាលចំពោះស្តង់របស់ខ្ញុំគឺមានជំនាញដូចជាវិទ្យាសាស្ត្រសត្វដែលខាងមុខនេះគឺជាធាតុផ្សំរបស់ចំណីផ្សេងៗសម្រាប់ចិញ្ចឹមសត្វហើយនឹងមានការបង្ហាញតទៅជាមួយនឹងក្រុមឆ្អឹងមុខមាន់ដែលយើងចិញ្ចឹមបានវាធំល្អហើយខាងនេះវិញគឺជាជំនាញវិទ្យាសាស្ត្រដំណាំរបស់ខ្ញុំវាដែលមានការសិក្សាតទៅនឹងជាមួយការបណ្ដុះផ្សិតអំបោះមានការដាំដើមស្ទ្រូប៊េរីហើយជាពិសេសហ្នឹងគឺការអភិវឌ្ឍពូជនៅក្នុងសាលាឬក៏ក្នុងប្រទេសរបស់យើងដែលមានពូជគោដំណើបដែលជាពូជ S1 ដែលត្រៀមនឹងចូលទីផ្សារនៅថ្ងៃខាត់ខាងមុខហើយនឹងមានពូជបារាំងជាមួយនឹងសណ្តែកគួរផងដែរហើយយើងបានការសិក្សាតទៅជាមួយនឹងជីវកាដែលមានអកដេមានចេកម្នាស់ផ្សេងតទៅជាការវប្បកម្មដូចថៃនេះចឹងគឺជាកូនអកដេដែលយើងយកចេញមកពីជីវកាវប្បកម្មបែបនេះយកមកដាំហើយវានឹងបានចេញការធំនៅពេលដែលវាធំក្រៅពីជំនាញវិទ្យាសាស្ត្រដំណាំវិទ្យាសាស្ត្រសត្វយើងមានជំនាញបច្ចេកវិទ្យាអាហារជំនាញបច្ចេកវិទ្យាអគ្គិសនីនិងជំនាញបច្ចេកវិទ្យាកុំព្យូទ័រចំក្រោយខ្ញុំសូមអរគុណ